ជាទំនៀមទម្លាប់ខ្មែរយើងនៅពេលដែលបុរសស្ត្រីដែលពួកគាត់ចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពួកគាត់ត្រូវតែឆ្លងកាត់នៅពិធីកំជាប់ពាក្យជាមុនសិនតើអ្វីទៅជាកំជាប់ពាក្យកើតឡើងនៅពេលណាហើយនៅពេលដែលកំជាប់ពាក្យត្រូវបានរលាយភាគីដែលលើកចំនួនទៅអាចទាមទារឲ្យភាគីម្ខាងទៀតសងចំនួននោះមកវិញបានដែរឬទេពាក្យថាកំជាប់ពាក្យដែរជាទូទៅយើងហៅថាភ្ជាប់ពាក្យនឹងឯងចំពោះការបង្កើតកំជាប់ពាក្យនេះដោយយោងទៅតាមក្រមរដ្ឋបវេណីមាត្រា944ការបង្កើតកំជាប់ពាក្យត្រូវបានបង្កើតឡើងតាមសេចក្តីសន្យារបស់បុរសនារីថានឹងរៀបអាពាហ៍ពិពាហ៍រវាងគ្នានាពេលអនាគតនឹងដោយធ្វើពិធីកំជាប់ពាក្យបើយើងមើលទៅតាមមាត្រា945ការសងចំនួនក្នុងករណីដែលកំជាប់ពាក្យបានរលាយភាគីដែលបានលើកចំនួននៅពេលកំជាប់ពាក្យដោយសង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍អាចទាមទារឲ្យភាគីម្ខាងទៀតសងចំនួននោះមកវិញបានចំពោះមាត្រា946ក៏បានបញ្ញត្តិផងដែរក្នុងការទទួលខុសត្រូវចំពោះការបដិសេធចោលដោយមិនត្រឹមត្រូវមាត្រានេះបានចែងថាក្នុងករណីដែលភាគីណាម្ខាងបានបដិសេធកំជាប់ពាក្យដែលបានជាប់ពាក្យរវាងភាគីចោលដោយគ្មានមូលហេតុត្រឹមត្រូវភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតដែលកើតឡើងដោយសារការបដិសេធចោលនោះបាទចំណែកឯនៅក្នុងមាត្រា947វិញក៏បានបញ្ញត្តិអំពីអំឡុងពេលនៃការដាក់ពាក្យបណ្ដឹងមាត្រានេះបានបញ្ញត្តិថាបណ្ដឹងដែលតាក់ទងទៅនឹងមាត្រា945ការសងចំនួនឬមាត្រា946ការទទួលខុសត្រូវចំពោះការបដិសេធចោលមិនត្រឹមត្រូវខាងលើនេះត្រូវប្តឹងនៅក្នុងអំឡុងពេល1ឆ្នាំគិតចាប់ពីពេលដែលកំជាប់ពាក្យនោះបានរលាយ